យើងរៀនថ្ងៃនេះយើងរៀនអំពីគេហៅថា daily sentences daily sentences មែនទេ Yeah, daily daily sentence. sentences យើងប្រែថាប្រយោគប្រចាំថ្ងៃប្រយោគដែលចង់និយាយពីខ្លួនយើងប្រចាំថ្ងៃរបស់យើងណាយើងហៅថា Yeah, daily sentences ជាប្រយោគដែលយើងប្រើតាមពីក្រោយគេងមកតែនេះ yeah, clear ដែលយើងនិយាយអំពីទម្លាប់ប្រចាំថ្ងៃរបស់យើងត្រូវតែចេះដើម្បីពីថ្ងៃណាត្រូវនិយាយពីគេសួរយើងទៅយើងនិយាយប្រាប់គេហើយដូចយើងនិយាយពីខ្លួនឯងyeah, ហ្នឹងយើងចង់យើងរៀននេះyeah,គឺមានថាដូចយើងរៀបរាប់ពីខ្លួនឯងពីសកម្មភាពប្រចាំថ្ងៃរបស់យើងអញ្ចឹងដែលជាប្រយោគប្រ yeah. ចាំថ្ងៃអញ្ចឹង clear ទី1 I wake wake ណា I wake. wake up early ពីនេះថា early Yeah, I wake clear up. I I work. wake I up I wake up early. early I wake up early. នឹងហើយ wake up មានន័យថាយើងភ្ញាក់ញាក់ពីគេហើយនេះ Yeah, wake yeah. up wake up ហ្នឹងមានតែ But ភ្ញាក់ yeah, ញាក់ពី okay. គេពីព្រលឹម early ហ្នឹងមានថាពីព្រលឹមតើនេះ Yeah, ឬមួយយើងថាញាក់លឿនណា yeah, អាហ្នឹងបើករណីយើងភ្ញាក់ម៉ោងប្រហែលយើងដាក់ម៉ោងប្រហែលដែរតើនេះចង់ដាក់ម៉ោងប្រហែល yeah, ដែរនេះកន្លែងនេះមើលជើបញ្យល់ទៅថា I wake up at 5 o'clock នេះដាក់ at yeah, មកតើនេះ at បើថា5 o'clock clock គេសេចេះអាហ្នឹងពាក្យគេមានន័យថាពាក្យមិនដែរអាហ្នឹងមានន័យថាគត់តើយើងក្រោ yeah, កពីគេងម៉ោងនឹងគត់ជាងទៅយើងដាក់ថា I wake up at 5 o'clock តើនេះបើយើងករណីដែលយើងចង់និយាយចង់និយាយក្រោកម៉ោង5គត់និយាយជាមក I wake up at 5 o'clock តើនេះ yeah. Anh uống vậy ớt cái hả? này at 5 o'clock រៀងup 5 o'clock Còn còn o'clock nghe o'clock. up o'clock 5 o'clock តមកគេ I គេនេះ turn I គេថា turn turn off turn off turn គេថា off I turn off my alarm 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 alarm. អានេះរៀងលើស arm alarm alarm Alarm. I turn off my alarm. Alarm. alarm alarm នេះលើកភេទម៉ោងរោ Màu rối sao? ហ្នឹង alarm យើងដាក់ alarm Nó ហើយ turn. គេ Nó ម៉ោង turn. វាអីគេ Turn. turn ហ៎ពេលហ្នឹង turn Yeah. off turn ហ្នឹងមកវា turn off នេះពេលហ្នឹង turn Yeah. off ឯកុំទេអាហ្នឹង turn off ដែលថាបិទ But yeah turn off បិទគឺ turn off ហ្នឹងគឺបិទតែម្ដងអាហ្នឹង alarm ភេទ nó បិទ màu វា rối. ជាហ្នឹងហើយម៉ោងរោមិនថាម៉ោង alarm ហ្នឹងគេថាម៉ោងយើងដាក់រោមិនថាម៉ោងទូរស័ព្ទ Yes sir. ឬម៉ោងនាឡិកាលើក off តោះទៀតអីគេអានេះតោះនេះណាតើទៀតនេះ Yeah. I get out I get get out get get out of out. ប្រែថាក្រោកចេញតើនេះ I Yeah. get out of bed I get out of bed get out of bed Not bed. ណា Or bed. get out នេះយើងចេញពីអីមួយ get out Yeah. of bed ហ្នឹងគឺយើងនិយាយថាពីក្រេ of bed ហ្នឹងនៃក្រេវាក្រេគេង Yeah. ចឹង I get out of bed តើមកយើង after I turn off my alarm I get out of bed ចយពីបិទមករੂហើយយើងក្រោកចេញពីក្រេហើយចេញពីក្រេគេ Yeah. អាហ្នឹងគេថា get out of bed get អាហ្នឹង I I get out of bed. yeah I get out of bed ក្រោកចេញពីក្រេគេឃើញទេ Bed get out bed of bed triple. ឃើញទេចង់ភ្ញាក់ដែរតើទៀតអីគេ I ពី make នេះ my bed. make my Make bed my bed. I My bed. make my bed I make I my make bed
make my I bed make my bed គេ I make yeah my bed អីគេ make my bed ờ make ភ្លេចបាត់ហើយស្អីធ្វើភ្លេចចាំបាច់អីជើបកប្រែឲ្យអានេះធ្វើអីណា ខ្ញុំរៀបចំក្រែកេរបស់ខ្ញុំ có រៀបចំកន្លែងគេងឃើញទេ I make my bed ហ្នឹងមានន័យថារៀបចំក្រែគេងឬរៀបចំកន្លែងគេងទោះបីកន្លែងហ្នឹងមិនជាក្រែក៏ដោយបើថា I make my bed មានន័យយើងរៀបចំកន្លែងគេងឯងឃើញទេ yeah ជាមិនទៅឯណាទៅជួសជុលក្រែណាន័យហ្នឹងគឺគេមានន័យថារៀបចំក្រែគេងណាមែន yeah yeah រៀបចំមកចង់និយាយខ្លួនឯងចង់និយាយរៀបចំក្រែគេងអីរូបពាក្យអត់ឃើញទេនេះ I make my bed ឃើញទេ I make my bed ដូចយើង make up ណា make up តុបតែងខ្លួនណា make up តែនេះមិន make up ទេអានេះ make my bed អញ្ចឹងពេលខ្លះចំពោះពាក្យវាហ្នឹងពេលខ្លះយើងអាចប្រែតាមពាក្យបានប៉ុន្តែក្នុងចំណុចខ្លះគឺអត់ទេគឺតម្រូវឲ្យយើងចាំ clear វាគឺយើងអាចប្រែតាមពាក្យវាទេព្រោះវាមានន័យតាមអាហ្នឹងគេថាជាពាក្យរបស់គេដែលគេដាក់មកសម្រាប់ន័យហ្នឹងគឺសំដៅទៅលើន័យហ្នឹងន័យរួមហ្នឹងតែវាផ្សេងពីអ្វីដែលយើងធ្លាប់រៀនន័យបើន័យទូទៅអាន័យទូទៅគេប្រែមួយពីរទៅគេអត់អាចប្រែទៅច្រើនន័យយើងវែងអស់ហើយប៉ុន្តែយើងអាចប្រែបានពេលខ្លះគេតទៅគេមើលប្រយោគហ្នឹងថា object មួយអីគេអញ្ចឹងមិនគេប្រែទៅត្រូវអញ្ចឹងបានពេលដែលសួរគេមិនចង់ហ៊ានប្រែពាក្យដោយសារតែគេចង់ដឹងប្រយោគហ្នឹងសិនតែប្រយោគហ្នឹងវាមិនបានគេស្រួលប្រែហ្នឹងណាគេបើសួរគេប្រែអាទូទៅអាមេឃប្រែធ្វើមែនទេបែរថាបង្កើតហ្នឹងគេប្រែន័យទូទៅប៉ុន្តែបើដល់ពេលយើងយកមកប្រែកន្លែងនេះគេថាប្រែឲ្យខ្ញុំមិនមុនប្រែចេះបើយើងមិនប្រាប់គេអស់ថាប្រយោគវាប៉ុណ្ណាវាសួរតែមកពាក្យគេប្រែមកពាក្យឲ្យតែដល់ពេលន័យវាបើជារូបពីអញ្ចឹងអាហ្នឹងគឺវាមានអា threshold របស់វាផងមានអាវាប្រើជាមួយ object មួយនេះមានន័យបែបនេះទៀតទៅ yeah អូខេអញ្ចឹងមានថា I make my bed I my bed make my bed I make my bed my bed I bed make my bed 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 ប្រកបនេះ e e យើងរៀនមែនទេ e e បើ e yeah ណា bed yeah I bed make my bed ខ្ញុំរៀបចំក្រែគេងរបស់ខ្ញុំអញ្ចឹងបើចង់សេចក្ដីចង់និយាយពី my នឹង bed អីត្រូវណាគេដល់ពេលបន្ទប់គេងលេងថាម៉េច room bedroom yeah bedroom ណាណាយើងដឹងណា yeah bedroom នោះបន្ទប់គេងអញ្ចឹងយើងក៏ត្រូវដឹងដែរទៀតអីគេ I open the window yeah I open the window I open the window I មានន័យថា open ខ្ញុំ the window ខ្ញុំបើកបងអួយមែនទេខ្ញុំបើក yeah បងអួយបើកបងអួយនិយាយថា I open the window បើកអួយចុះបើកទ្វារ I open the door yeah អញ្ចឹងយើងដឹងហើយចឹងនិយាយបើកទ្វារ I open the door បើយើង yeah អ្នកនៅកន្លែងមានប្អួយជាច្រើនយើងភ្ញាក់យើងនិយាយបើកប្អួយទេបើក yeah វាណា I open the window ប៉ុន្តែបើកន្លែងយើងជាពិសេសបន្ទប់ខ្ពស់អីយើងចិត្តបើកប្អួយតែបន្ទប់ទាបអីយើងមិនសូវចូលចិត្តទេបើកន្លែងខ្ពស់បានបើកទាបហ្នឹងសូវជាបើកអីទេ